សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីម្ដងទៀតខ្ញុំសូមអភ័យទោសផងដែរចំពោះរឿងចាស់ព្រោះត្រូវបាន YouTube លុបចេញដូច្នេះខ្ញុំមិនអាចបន្តបង្ហោះបានទៀតទេដែលហេតុនេះខ្ញុំបានសម្រេចចិត្តយករឿងថ្មីមួយដែលមានសាច់រឿងស្តៀងគ្នាមកសង្ខេបជូនអ្នកទាំងអស់គ្នាទស្សនាហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តវាមុនពេលចាប់ផ្ដើមសូមកុំភ្លេចចុច Subscribe Channel របស់ខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតរឿងរ៉ាវចាប់ផ្ដើមនៅពេលដែលពិភពលោកដល់ថ្ងៃវិនាសអាហុងបានប្រមូលផ្ដុំមនុស្សបង្កើតជាតំបន់សុវត្ថិភាពមួយប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្ដូរទាំងស្រុងដោយសារតែស្រីមាយាជើងសាឡុនម្នាក់ឈ្មោះខ្សុចពួកគេធ្លាប់បានជួយសង្គ្រោះនាងហើយប្រកាសណាស់គឺដោយសារតែនាងចិត្តល្អខ្លាំងមែនទែនតែបញ្ហាគឺថានាងគឺជាជនបង្កប់សត្រូវហើយបានលួចបើកទ្វារបន្ទាយនៅពេលយប់ពេលនេះអាហុងកំពុងត្រូវគេព្យួរត្រៀមធ្វើជាចំណីសម្បីខណៈដែលសង្សាររបស់គាត់កំពុងអោបថើបជាមួយប្រុសផ្សេងហើយនាងថែមទាំងសើចចំអកដាក់មុខគាត់ទៀតផងចំណែកមិត្តភ័ក្តិដែលធ្លាប់ជួយគាត់យ៉ាងច្រើនកន្លងមកពេលនេះបានដេកស្លាប់នៅលើដីអស់ទៅហើយនៅទីបំផុតរឿងទាំងអស់នេះកើតឡើងដោយសារតែកំហុសរបស់អាហុងនិងអាជើងសាឡូនដ៏ស្រស់ស្អាតនោះឯងពេលនេះអ្វីដែលគាត់អាចធ្វើបានគឺមានតែជេរប្រតិចនិងផ្ដាសាឲ្យនាងស្លាប់យ៉ាងវេទនាតែស្រីស្រស់នោះអត់ខ្វល់ទេព្រោះនាងមានពូចកម្នាក់នៅចាំការពារបន្ទាប់មកពូចនោះក៏បាននិយាយអរគុណអាហុងសម្រាប់ស្បៀងអាហារហើយក៏ចុចប៊ូតុងទម្លាក់គាត់ចូលទៅក្នុងទ្រុងដែលពោពេញទៅដោយសម្បីកំពុងតែឃ្លានគាត់ចង់ភ្លក់រសជាតិស្រីស្រស់តែចុងក្រោយបែរជាខ្លាចជាចំណីសម្បីទៅវិញនាងដង្ហើមចុងក្រោយគាត់បានជេរបន្តិចហើយគិតថាបើសិនជាគាត់មានឱកាសម្ដងទៀតគាត់នឹងសងសឹកពួកវាទាំងអស់ឲ្យខានតែបានភ្លាមនោះគាត់ក៏បានបើកភ្នែកឡើងនៅកន្លែងផ្សេងមួយទៀតហើយខ្សុចកំពុងតែនៅពីមុខគាត់ម្ដងទៀតគាត់ទៅតែបើកភ្នែកមិនទាន់បានស្រួលរបួលផងមីចង្រៃនោះក៏បានប្រាប់គាត់ថាកុំភ្លេចលុយថ្លៃទឹកដោះ200លានរៀលតែលើកនេះអ្វីៗនឹងមិនដូចមុនទៀតទេលើកនេះមិនមែនចេះតែយកជើងសាឡូនមកគាត់បានទៀតនោះទេតាមពិតទៅខ្ញុំគិតថាទៅថ្ងៃមុខជើងសាឡូននៅតែអាចតាក់ចិត្តគាត់បានដដែលនឹងតែនរណាគេខ្លះដែលថាប្រុសមិនទាន់ចិត្តនឹងរឿងចឹងនោះគាត់ចង់តែចាប់ច្បាយកោនាងឲ្យស្លាប់ទេតែធ្វើចឹងវាដូចជាស្រួលពេកដូច្នេះថ្ងៃនេះគាត់គ្រាន់តែដេញនាងចេញសិនរឿងនេះធ្វើឲ្យខ្សុចមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះពីមុនអាហុងប្រៀបដូចជាកូនឆ្កែតូចមួយដែលតាមយកចិត្តនាងរហូតតែពេលនេះគាត់គឺជាឆ្កែធំហើយនាងត្រៀមតែទទួលការសងសឹកចោះគាត់មានពេលមួយខែមុនពេលថ្ងៃវិនាសមកដល់ហើយលើកនេះមានរឿងមួយដែលប្លែកគឺមាន system មួយបានលេចឡើងមកហើយថែមទាំងមានរង្វាន់ឲ្យគាត់ទៀតផងគាត់អាចបដូរពិន្ទុដើម្បីយកប្រអប់ស្បៀងអាហារកម្រិតខ្ពស់និងការពង្រឹងរាងកាយផងដែរដើម្បីចាប់ផ្ដើមអាហុងបានចូលទៅក្នុង app កំងមហូបភ្លាមគាត់បានកំងអាហារដែលឆ្ងាញ់បំផុតនៅក្នុងជីវិតរបស់គាត់ព្រោះក្នុងជីវិតមុនគាត់មិនដែលបានញ៉ាំអីឆ្ងាញ់ទេអស់រយៈពេលជាច្រើនឆ្នាំឥឡូវនេះគាត់ត្រូវតែញ៉ាំអាហារឆ្ងាញ់ឲ្យបែកពោះម្ដងស្រាប់តែពេលនោះទូរស័ព្ទរបស់គាត់បានរោឡើងវាគឺជាមីខ្មៅដែលជាមិត្តភ័ក្តិរបស់ខ្សុចខំមករំខានគាត់អាហុងគ្រាន់តែជេរនាងឲ្យទៅងាប់ទៅរួចក៏ចុចទូរស័ព្ទបិទតែម្ដងគាត់បានបញ្ចេញកំហឹងដែលគាត់បានលាក់ទុកក្នុងចិត្តអស់ហើយពេលនេះគាត់ត្រូវគិតពីវិធីទិញដីនិងសាងសង់បន្ទាយវិញម្ដងដូច្នេះនៅថ្ងៃដដែលនោះគាត់បានទៅកន្លែងលក់អចលនទ្រព្យមួយបុគ្គលិកស្រីម្នាក់ហាក់ដូចជាយកចិត្តទុកដាក់បម្រើគាត់ណាស់តែបន្តិចក្រោយមកអ្នកគ្រប់គ្រងឈ្មោះអាធីក៏បានចេញមករករឿងអាធីបានចាប់ផ្ដើមស្ដីបន្ទោសបុគ្គលិកស្រីនោះនៅមុខមនុស្សគ្រប់គ្នាហើយប្រាប់នាងឲ្យទៅជួយលើកអីវ៉ាន់ចុះពីឡាននាងថែមទាំងព្យាយាមប្រាប់ថាមានភ្ញៀវតែអាធីបាននិយាយថានាងមិនគួរខាតពេលជាមួយអាមនុស្សក្រខ្សត់នេះទេអាធីថែមទាំងនិយាយទៀតថាបើសិនជាអាហុងអាចទិញត្រឹមតែបន្ទប់ទឹកមួយបានគាត់នឹង live ស៊ីអាចឲ្យមើលអាហុងក៏សើចហើយនិយាយថាគាត់នឹងរកអាចស្រស់ៗឲ្យស៊ីនៅពេលក្រោយបន្ទាប់មកគាត់ក៏ទាញកាតចេញមកហើយប្រាប់ថាគាត់មកទីនេះគឺដើម្បីទិញដីគ្រប់គ្នាសុទ្ធតែភ្ញាក់ផ្អើលព្រោះដីនោះគឺថ្លៃខ្លាំងណាស់បុគ្គលិកស្រីនោះនៅតែបន្តជួយគាត់យ៉ាងល្អហើយប្រាប់ឲ្យគាត់ដើរតាមនាងបានយកឯកសារជាច្រើនទាក់ទងនឹងដីមកឲ្យគាត់មើលតែគាត់ប្រាប់ថាគាត់មានលក្ខខណ្ឌមួយចំនួនបើសិនជាមិនត្រូវតាមលក្ខខណ្ឌទេគាត់អត់យកទេដីដែលគាត់ត្រូវការគឺត្រូវតែនៅជិតភ្នំនិងមានទឹកស្អាតជាពិសេសទឹកហូររឹតតែល្អបើមានរោងចក្រធំជាប់នឹងទៀតរឹតតែប្រសើរបុគ្គលិកស្រីនោះមានអារម្មណ៍ថាប្លែកតែនាងប្រាប់ថានាងនឹងជួយរកមើលឲ្យស្រាប់តែពេលនោះអាធីបាននិយាយថាមានដីមួយនៅតំបន់ខាងកើតដែលត្រូវតាមលក្ខខណ្ឌតែប្រកាសណាស់អាល្អិតនេះគ្មានលុយទិញវាទេអាហុងក៏បានសួរថាវាមែនមានគ្រប់យ៉ាងដោយដែលគាត់ត្រូវការមែនទេហើយចម្លើយគឺពិតមែនតែបុគ្គលិកស្រីបានប្រមានថារោងចក្រនៅលើដីនោះសង់មិនទាន់រួចរាល់ទេទោះបីជាយ៉ាងណាក៏ដោយអាហុងប្រាប់ថាគាត់នឹងទិញដីហ្នឹងគាត់ប្រាប់បុគ្គលិកស្រីឲ្យប្រញាប់ឡើងព្រោះមានអ្នកកំពុងចាំស៊ីអាចស្រស់ហើយគាត់ក៏បានបង់លុយពិតមែនអាធីចង់ឈួតទៅហើយដែលគាត់ហ៊ានបង់លុយ150លានរៀលសម្រាប់ដីដែលរោងចក្រសង់មិនទាន់រួចរាល់នោះដូច្នេះមុននឹងចាក់ចេញអាហុងបាននិយាយថាសង្ឃឹមថាគាត់នឹងបញ្ចេញសមត្ថភាព live ស៊ីអាចយ៉ាងល្អមើលចោះអតិថិជននៅក្នុងហាងបាននិយាយថាពួកគេនឹងថតវីដេអូទុកហើយមានម្នាក់ទៀតថែមទាំងនិយាយថាយកមិញគាត់ទៅតែញ៉ាំមកកងទេតើចង់បានម្ដុំដែរអត់ហើយគ្រាន់តែប៉ុណ្ណឹងផ្នែកទី1នៃបេសកកម្មរបស់ system ត្រូវបានបញ្ចប់ហើយប្រកាសណាស់គាត់បានប្រើលុយថ្លៃទឹកដោះនោះដើម្បីទិញវាស្រាប់តែពេលនោះពូចកពីជីវិតមុនបានដើរកាត់អាហុងពូចកងឿងឆ្ងល់ថាអាហុងមកធ្វើអីនៅទីនេះតែពេលគាត់ក៏លេចមើលទៅមុខក៏ឃើញអាធីកំពុងតែស៊ីអាចបន្ទាប់មកសាច់រឿងបានកាត់ទៅមើលនាងខ្សុចដែលទទួលបានការខលពីពូចកប្រាប់ថាអាហុងបានទៅក្រុមហ៊ុនអចលនទ្រព្យដែលរឿងនេះធ្វើឲ្យនាងចាប់អារម្មណ៍ភ្លាមសំណួរដំបូងរបស់នាងគឺថាតើអាហុងមានលុយពីណាទៅទិញដីហើយពូចកក៏ប្រាប់ថាអាហុងប្រហែលជាប្រើលុយដែលសន្សំទុកសម្រាប់រៀបការនោះហើយខ្សុចខឹងយ៉ាងខ្លាំងពេលឮថាលុយរបស់នាងត្រូវបានយកទៅប្រើប្រាស់សម្រាប់ផែនការផ្ទាល់ខ្លួនរបស់គាត់ជំនួសឲ្យការលងលោមមីខ្មៅបែរជាប្រាប់ឲ្យនាងទៅសួរអាហុងដោយផ្ទាល់ក្នុងពេលជាមួយគ្នានេះអាហុងកំពុងគិតពីជំហានបន្ទាប់បញ្ហាធំបំផុតគឺលុយគាត់ត្រូវការលុយយ៉ាងច្រើនសម្រាប់ទិញស្បៀងនិងសាងសង់បន្ទាយរបស់គាត់
ការគិតរបស់គាត់ត្រូវបានកាត់ផ្តាច់ដោយសម្លេងគោះទ្វារយ៉ាងខ្លាំងមិនមែនប៉ូលីសទេគឺស្រីគួរឲ្យរំខានទាំងពីរនាក់នោះដែលកំពុងតែខឹងរឿងដែលគាត់យកលុយរបស់នាងខ្សុចទៅចាយអាហុងធ្វើជាឆ្ងល់ហើយសួរថាមានរឿងអីខ្សុចមិនឲ្យគាត់បញ្យល់ទេនាងចោទប្រកាន់គាត់ថាយកលុយនាងទៅទិញដីហើយថែមទាំងទាមទារថាដីនោះគឺជារបស់នាងទៀតផងអាហុងគិតថារឿងនេះពិតជាឡប់សតិមែនទែនគាត់បានគប់លុយម្ដុំទៅនាងហើយបញ្ជាក់យ៉ាងច្បាស់ថាគាត់មិនដែលចាយលុយមនុស្សស្រីទេបន្ទាប់មកគាត់ក៏បានទម្លាយថាគាត់ដឹងរឿងដែលនាងលួចតាក់ទងគ្នាជាមួយពូចករួចទៅហើយរឿងនេះធ្វើឲ្យនាងគាំងនិយាយលែងចេញមីខ្មៅក៏លូកមាត់ចូលហើយព្យាយាមនិយាយសម្រួលដែលប្រាប់ថាវាគ្រាន់តែជាការយល់ច្រឡំរវាងសង្សារនឹងគ្នាប៉ុណ្ណោះតែអាហុងមិនខ្វល់ទេហើយក៏ជេរខ្សោចចំរឿងដែលនាងលួចក្បត់គាត់ទៅតាក់ទងជាមួយអតាចិមនោះគាត់ក៏ទាញទ្វាររបិទផាំងសង្កត់មុខហើយដេញពួកនាងចេញទៅទោះជាយ៉ាងណាក៏ដោយខ្សោចអត់មានអារម្មណ៍ខុសពីរឿងដែលនាងបានធ្វើទេនាងខ្វល់តែពីរឿងថាតើគាត់ដឹងរឿងនេះដោយរបៀបណាមីខ្មៅក៏ភ្ញាក់ផ្អើលដែរព្រោះនាងអត់ដឹងពីរឿងទំនាក់ទំនងលួចលាក់នេះសោះហើយនាងមានអារម្មណ៍ខ្ពើមរអើមដែលនាងទៅតាក់ទងជាមួយពូចកនោះនាងក៏ដឹងដែរថាពេលនេះពួកគេគ្មានផ្លូវអាចគៀបសង្កត់អាហុងបានទេដូច្នេះពួកគេត្រូវគិតរកផែនការផ្សេងនៅពេលក្រោយមូលហេតុគឺសាមញ្ញទេព្រោះមីខ្មៅកំពុងតែរងចាំឱកាសរបស់នាងដែរឥឡូវនេះដោយសារតែអាហុងនិងខ្សោចកំពុងតែឆ្លោះគ្នានាងចង់ឆក់យកអាហុងមកធ្វើជារបស់ខ្លួនឯងម្ដងទុកស្រីទាំងពីរនាក់នោះចោលសិនអាហុងបានធ្វើដំណើរទៅកាន់រោងចក្រដែលសង់មិនទាន់រួចនោះមេជាងសំណង់បានប្រាប់ថាកន្លែងនេះត្រូវការជួសជុលច្រើនណាស់រួមជាមួយនឹងប្រព័ន្ធការពារដ៏រឹងមាំទៀតដូច្នេះគម្រោងនេះនឹងត្រូវចំណាយពេលយូរជាមួយនឹងប្រព័ន្ធការពារដែលអាហុងចង់បានសូម្បីតែក្រុមជាងក៏គិតថាវាហួសហេតុពេកដែរតែគាត់នៅតែបញ្ជាឲ្យពួកគេធ្វើឲ្យរួចរាល់ក្នុងរយៈពេល1ខែមេជាងបានប្រាប់ថាវាមិនអាចទៅរួចទេជាមួយនឹងកម្លាំងពលកម្មបច្ចុប្បន្នបន្ទាប់មកគាត់បន្ថែមថាវាអាចធ្វើទៅបានលឿនជាងនេះបើសិនជាអាហុងព្រមបង់លុយថែមដើម្បីពន្លឿនការងារពួកគេត្រូវការយ៉ាងហោចណាស់ 10,000 លានរៀលអាហុងអត់មានរុញរាទេគាត់គ្រាន់តែសួរថាតើនោះគឺជាតួលេខពិតប្រាកដមែនទេមេជាងប្រាប់ថាពួកគេក៏ត្រូវការ 2,500 លានរៀលមុនផងដែរដើម្បីចាប់ផ្ដើមអាហុងយល់ព្រមហើយប្រាប់ថាគាត់នឹងវេលុយក្នុងរយៈពេល1សប្តាហ៍ឲ្យតែពួកគេចាប់ផ្ដើមធ្វើការភ្លាមមេជាងដល់ថ្នាក់គៀងនិយាយលែងចេញអាហុងក៏បានសន្យាទៀតថាបើសិនជាគាត់បង់លុយមិនគ្រប់ទេគាត់នឹងកាត់ដីនេះឲ្យពួកគេដើម្បីទូទាត់ការខាតបង់គ្រាន់តែនិយាយត្រូវដងត្រូវផ្លែគ្នាភ្លាមការសន្ទនារបស់ពួកគេក៏ត្រូវបានរំខានដោយមីខ្មៅនាងដើរមករកគាត់ធ្វើរឹកស្និទ្ធស្នាលហើយតោងដៃគាត់សួរតែគាត់មកធ្វើអីនៅទីនេះអាហុងមានអារម្មណ៍ថារំខានបាត់ទៅហើយកាលពីជីវិតមុននាងធ្លាប់ជួយខ្សុចឲ្យរឹបអូសយកទ្រព្យសម្បត្តិគ្រួសារគាត់មានកម្រោងចាត់ការនាងនៅពេលក្រោយតែពេលនេះគាត់សួរថានាងមកទីនេះធ្វើអីនាងធ្វើជាមិនខ្វល់នឹងសំណួរហើយសួរថាតើនេះគឺជាដីដែលគាត់ទិញមែនទេហើយសួរថាគាត់មានកម្រោងចង់សង់វីឡានៅលើនឹងមែនអស់ការអត់ធ្មត់ក្នុងការធ្វើខ្លួនគួរសមអាហុងក៏វាដៃចេញហើយប្រាប់ថាវាមិនមែនជារឿងរបស់នាងទេរឿងនេះធ្វើឲ្យនាងកាន់តែខឹងនាងមិនជឿសោះថាគាត់អាចធ្វើរឹកត្រជាក់ល្ហឹមដាក់នាងបែបនេះអាហុងក៏ងាកទៅរកជាងសំណង់វិញហើយប្រាប់ឲ្យពួកគេពង្រីកតំបន់ទ្វាររបងឲ្យធំជាងមុនត្រូវគេធ្វើមិនខ្វល់ម្ដងទៀតនាងមានអារម្មណ៍ថាក្តៅក្រហាយខ្លាំងណាស់នាងដឹងថាទំនាក់ទំនងរវាងខ្សុចនិងគាត់កំពុងតែប្រេះឆាដូច្នេះនាងនៅតែគិតថានាងមានឱកាសត្រឡប់មកអាផាតមិនរបស់គាត់វិញអាហុងព្យាយាមរកលុយដែលប្រើផ្ទះរបស់គាត់ដាក់បញ្ចាំសូម្បីតែលុយនឹងក៏នៅមិនគ្រប់បង់លុយកក់ផងដូច្នេះគាត់ក៏ចាប់ផ្ដើមគិតដល់ការបោកប្រាស់ធំជាងនេះដោយសារតែយ៉ាងណាក៏ថ្ងៃវិនាសចិត្តមកដល់ទៅហើយគាត់ថែមទាំងគិតថានឹងលក់ផ្ទះមួយនេះទៅឲ្យអ្នកទិញច្រើនអ្នកទៀតផងភាពស្ងប់ស្ងាត់របស់គាត់ត្រូវបានបំបែកដោយតាចាស់ម្នាក់គោះទ្វារយ៉ាងខ្លាំងហើយស្រែកឲ្យគាត់បើកទ្វារតាមពិតទៅគាត់គឺជាអ្នកជិតខាងដ៏មានស្តុកស្តម្ភម្នាក់ឈ្មោះពូកសលដែលគាត់ជាម្ចាស់ជាន់ទី1និងទី2រួចទៅហើយឥឡូវនេះគាត់ចង់បានអាផាតមិនរបស់ហុងទៀតពូកសលបានស្ដីបន្ទោសគាត់រឿងដើរលេងផឹកស៊ីជំនួសឲ្យការឆ្លោះប្រកែកគ្នាហុងស្រាប់តែយកព្រមលក់អាផាតមិននោះយកតែម្ដងរឿងនេះធ្វើឲ្យអារម្មណ៍របស់តាចាស់នោះផ្លាស់ប្ដូរភ្លាមគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឮថាអាហុងយល់ព្រមតែអាហុងបានប្រាប់ថាមានលក្ខខណ្ឌមួយកន្លែងថ្មីរបស់គាត់នឹងមិនទាន់រួចរាល់ទេក្នុងរយៈពេល6ខែទៀតដូច្នេះគាត់ចង់បានលុយ 2,500 លានរៀលកក់មុនដើម្បីយកទៅសងបំណុលរបស់គាត់សិនបើសិនជាពូកសលបដិសេធអាហុងត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ចប់ការសន្ទនាត្រឹមនេះនៅវិនាទីចុងក្រោយតាចាស់នោះក៏យល់ព្រមតែគាត់ចង់បានកិច្ចសន្យាមួយដើម្បីកុំឲ្យភាគីទាំងសងខាងមានបញ្ហានៅពេលក្រោយរឿងនេះមិនបានធ្វើឲ្យអាហុងខ្វល់នោះទេជាពិសេសដោយសារតែគាត់ដឹងថាពូកសលនឹងមិនរស់បានយូរឡើយអញ្ចឹងរឿងរ៉ាវកំពុងតែដំណើរការទៅយ៉ាងរលូនមិនយូរប៉ុន្មានគាត់នឹងទទួលបាន 2,500 លានរៀលពីពូកសលហើយបូកជាមួយ 1,500 លានរៀលដែលគាត់មានស្រាប់ធ្វើឲ្យពេលនេះគាត់មានប្រាក់សរុប 4,000 លានរៀលហើយដោយសារតែគាត់បានបញ្ចប់លក្ខខណ្ឌបេសកកម្មទី1ទីបំផុតគាត់ក៏អាចទទួលយករង្វាន់បានហើយបន្ទាប់មកអាហុងបានសម្រុកចូលទៅក្នុងផ្សារទំនើបហើយកាប់ទិញស្បៀងយ៉ាងលឿនស្លេវតែម្ដងមនុស្សនៅជុំវិញខ្លួនចាប់ផ្ដើមងឿងឆ្ងល់ថាតើគាត់មានបញ្ហាអ្វីឬអត់ប្រតិកម្មរបស់ពួកគេក៏ជារឿងធម្មតាដែរព្រោះគាត់កំពុងតែរុញរទេះចំនួន7ដែលផ្ទុកពេញទៅដោយទំនិញអតិថិជនមួយចំនួនគិតថាប្រហែលជាមានអ្នកណាម្នាក់បំពុលព័ត៌មានអំពីថ្ងៃអវសានពិភពលោកធ្វើឲ្យគាត់ភ័យខ្លាចបែបនេះមើលទៅអាហុងមិនខ្វល់ពីពួកគេទេហើយក៏បានបញ្ចប់បេសកកម្មទី2ពេលនេះគាត់ត្រូវសម្រេចចិត្តថាតើត្រូវចាយពិន្ទុរបស់គាត់បែបណាគាត់អាចបន្ថែមសមត្ថភាពខ្លួនឯងបានតែជំរើសដ៏ល្អបំផុតគឺប្រអប់ឧបករណ៍របស់តួឯងដូច្នេះគាត់ក៏ជ្រើសរើសវាយ៉ាងលឿនដោយមិនស្ទាក់ស្ទើរហើយចាយពិន្ទុទាំងអស់យកតែម្ដងប្រអប់អាចកំបាំងមួយបានបញ្ចេញពន្លឺឡើងនៅខាងក្នុងនោះមានចិញ្ចៀនអវកាសដ៏មានថាមពលមួយដែលអាចផ្ទុករបស់របរនៅក្នុងលំហដែលពេលវេលាត្រូវបានបញ្ឈប់មិនឲ្យខូចគុណភាពអាហុងពិតជាសប្បាយចិត្តខ្លាំងណាស់ជាមួយនឹងរង្វាន់មួយនេះ
ពេលនេះគាត់លែងព្រួយបារម្ភពីរឿងតុកអាហារយូរទៅវាខូចទៀតហើយតែ system អត់ឈប់ត្រឹមនឹងទេវាបានដំឡើងគោលដៅពីការស្តុកស្បៀងសម្រាប់មួយឆ្នាំទៅដល់10ឆ្នាំវិញបើសិនជាគាត់ចង់បានពិន្ទុបន្ថែមការដើរកើបទិញអីវ៉ាន់យ៉ាងច្រើនសន្ធឹកសន្ធាប់របស់គាត់បានទាក់ទាញចំណាប់អារម្មណ៍គេឯងរហូតដល់សន្តិសុខចេញមកដោះស្រាយបញ្ហាមេសន្តិសុខឈ្មោះអាមៀនភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញអាហុងនៅទីនោះការរៀនអាមៀនគឺជាក្មេងពាលម្នាក់ដែលតែងតែធ្វើបាបសិស្សខ្សោយរួមទាំងអាហុងផងដែរពេលនេះវាកំពុងតែស្រែកកំហកដាក់គាត់ទៀតហើយដោយបញ្ជាឲ្យអាហុងយកអីវ៉ាន់ទាំងអស់ទៅទុកកន្លែងដើមវិញក៏មកបង្ករឿងអាហុងគ្រាន់តែញញឹមហើយនិយាយថាអាមៀនអត់មានប្រែប្រួលសោះគាត់ប្រាប់ថានឹងគិតលុយអីវ៉ាន់ទាំងអស់ហ្នឹងតែអាមៀនគិតថាគាត់គ្រាន់តែអួតក៏ទាមទារឲ្យបង់លុយភ្លាម1ម៉ោងក្រោយមកអ្នកគិតលុយ4នាក់ទើបតែស្កេនអីវ៉ាន់ទាំងអស់រួចរាល់វិក័យប័ត្រសរុបមានចំនួនជិត30លានរៀលអាមៀនក៏បញ្ញាបញ្ជាឲ្យអាហុងបង់លុយភ្លាមអាហុងក៏យកការទៅកោតយ៉ាងរំភើយអ្វីដែលធ្វើឲ្យអាមៀនភ្ញាក់ផ្អើលនោះគឺការបង់លុយពិតជាជោគជ័យដោយក្តីអាម៉ាស់អាមៀនបំរុងនឹងនាំកូនចៅដើរចេញតែអាហុងបានខាត់គាត់និយាយថាអាមៀនបានប្រើសម្ដីមិនសមរម្យដាក់គាត់ដោយគ្មានហេតុផលដូច្នេះគាត់ចង់ឲ្យសុំទោសឲ្យបានត្រឹមត្រូវបើមិនចឹងទេគាត់នឹងបកគលអីវ៉ាន់ទាំងអស់នេះឲ្យវិញរឿងនេះធ្វើឲ្យអាមៀនខឹងយ៉ាងខ្លាំងគាត់គិតថាអាហុងច្បាស់ជាចង់រករឿងហើយតែដោយសារមានកាមេរ៉ានៅគ្រប់ទីកន្លែងអតិថិជនផ្សេងទៀតបានកាន់ជើងអាហុងហើយដាក់សម្ពាធឲ្យអាមៀនសុំទោសមុនពេលរឿងនេះល្បីពេញអ៊ីនធឺណិតរឿងនេះខ្ញុំសូមបញ្ចប់ត្រឹមនេះសិនអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាហើយជួបគ្នានៅភាគបន្ទាប់